ចាជំរាបសួរនាងខ្ញុំឈ្មោះលឹមលីម៉ាជាអគ្គនាយិកានៃក្រុមហ៊ុនលឹមលីម៉ាខ្មែរអង្គរហ្វូតនេះបានបង្កើតឡើងរយៈពេលមក16ឆ្នាំហើយមកដល់ឆ្នាំនេះណាដំបូងឡើយគឺយើងផលិតស្រាសផលិតអីចឹងណាតែពេលក្រោយមកនេះបានយើងអភិវឌ្ឍមកដល់ផលិតនំដំបូងឡើយបងមាននំតែប្រភេទនំខូឃីដូងខូឃីល្ងអីទេតែពីរបីមុខទេតែដល់ពេលឆ្នាំ2014មកគាត់ស្វាយទុំវាទុំគេចាក់ចោលច្រើនមែនទែនតាមផ្លូវដល់ពេលចឹងក៏ជិះតាមផ្លូវបែកកំណត់គិតថាបើសិនតែយកស្វាយទុំមកឆ្នៃធ្វើជានំខូឃីអីចឹងណាខូឃីស្វាយចឹងទៀតប្រហែលជាយើងជួយទិញអាកសិផលកសិករបានច្រើនអញ្ចឹងក៏បែកចាប់ផ្ដើមធ្វើខូឃីស្វាយហើយក៏មានគំនិតចង់ធ្វើខូឃីពោតខូឃីសណ្ដែកដីខូឃីអីឡងហូហាយរហូតមកបដ ாய் មកហើយមកដល់កូវីដយើងដឹងស្រាប់អីព្រោះអីវាមានការបិទខ្ទប់នាំចេញទៅបានអត់នំលេខអីយើងលក់ចេញទៅក្រៅក៏លេងបានភ្ញៀវទេសចរក៏លេងមកយើងដឹងហើយពេលហ្នឹងគឺបិទខ្ទប់ហ្មងអញ្ចឹងដើម្បីរក្សាការងារឲ្យបុគ្គលិកកម្មករមានការងារធ្វើបងក៏ចាប់ផ្ដើមនឹកឃើញធ្វើប្រេងដូងក៏ប៉ុន្តែអាប្រេងដូងហ្នឹងមុននឹកឃើញហ្នឹងទៀតគឺត្រាំត្រែងចូលចិត្តមួយឆ្នាំដែររហូតសឹងថាចង់បិទកន្លែងម្ដងមានពេលខ្លះបុគ្គលិកមកសុំយើងឈប់ដូចថាគាត់សំដែងណាគាត់ថាមានកន្លែងផ្សេងគេឲ្យការងារគាត់ធ្វើល្អជាងមានប្រាក់ខែមានអីចឹងប៉ុន្តែការពិតទៅដល់យើងគ្រាន់តែសួរថាខ្លួនឯងគ្រាន់តែនិយាយដើម្បីសុំឈប់តែអីគាត់យល់ពីទុកលំបាកយើងណាមួយថ្ងៃគឺយើងគិតតែពីចំណាយអត់មានចំណូលទេដល់ពេលចឹងទៅក៏បងថាឥឡូវមិនបាច់ឈប់បាច់អីទៅណាទេពីព្រោះអីពួកគាត់អត់ដឹងទៅធ្វើការណាទេពេលហ្នឹងកូវីដបិទខ្ទប់អស់ហើយធម្មតាយើងនៅសៀមរាបមនុស្សភាគច្រើនគឺធ្វើការតាមអូតែអត់មានការងារធ្វើអីបើសិនជាយើងបិទទៀតពួកគាត់អាស្រ័យលើអីចឹងដល់ពេលមានពេលមួយនោះបងនឹកឃើញថាអូប្រេងដូងបងធ្លាប់ធ្វើញ៉ាំបងធ្វើញ៉ាំតាំងមុនបងធ្វើលក់ហ្នឹងហើយខ្ញុំមានបុគ្គលិកជនជាតិជប៉ុនគាត់ជួយលក់នំនៃយើងថាមិនក៏យើងអត់ធ្វើប្រេងដូងលក់ហើយអត់ដឹងទេថាប្រេងដូងហ្នឹងវាមិនបានគេញ៉ាំកើតចឹងណាតទៅពេលគាត់ប្រាប់ថានៅជប៉ុនគេចូលចិត្តគេស្គាល់គេញ៉ាំវាដើម្បីសុខភាពផ្សងហ្នឹងមិនដឹងថាមានការគ្រប់គ្រងអត់ព្រោះអីស្រុកខ្មែរយើងបើយើងនិយាយមែនទេទៅដូចជាណាគេញ៉ាំប្រេងដូងដល់ការយើងចេញលក់ដំបូងគេថាមិនដែលលឺណាគេញ៉ាំប្រេងដូងគេញ៉ាំប្រេងដូងដើម្បីកម្ចាត់ខ្លាញ់អាក្រក់ក្នុងរាងកាយហើយចុះបើក្នុងខ្លួនយើងវាមានសិតតែខ្លាញ់ហើយអាប្រេងដូងវាមិនខ្លាញ់ទៀតចូលទៅវាយ៉ាងណាទៅវាមិនកាស់ខ្លាញ់ពេញអាពោះនេះប្រេងដូងគឺជាប្រភេទអាស៊ីតខ្លាញ់ឬក៏អាស៊ីតឡូរិកដែលវាមានតួនាទីទៅកម្ចាត់ខ្លាញ់អាក្រក់នៅក្នុងរាងកាយយើងចូលប្រេងដូងកន្លះកូនចានហើយយើងដាក់ត្រាំកស៊ូកងតែមកតែស្អែកឡើងយើងទៅលើមើលបើវាដាច់ផុយហើយដល់ពេលយើងនិយាយចឹងគាត់ថាមកពេលចឹងបើសិនអញ្ចឹងដាក់ចូលពោះទៀតវាមិនដាច់ពោះវៀនពោះតាំងអស់ហើយពោះវៀនពោះតាំងយើងវាមិនមែនជាកស៊ូទេអញ្ចឹងហើយបានជាប្រេងដូងនេះវាមានតួនាទីគេហៅថាកម្ចាត់ខ្លាញ់អាក្រក់ក្នុងរាងកាយដូចយើងទៅធ្វើចម្បាំងអញ្ចឹងណាបើយើងជាប្រជាជនធម្មតាអត់មានអាវុធអត់មានអីទៅបាញ់គ្នាមួយខ្មាំងមិនឈ្នះមិនអញ្ចឹងបើយើងទៅបាញ់គ្នាមួយខ្មាំងយើងក៏ត្រូវតែជាតបដែរប្រេងដូងត្រជាក់នឹងដូចគ្នាបើវាចង់អាខ្លាញ់អាក្រក់នៅក្នុងរាងកាយយើងបើសិនជាយើងចង់កម្ចាត់វាតតែយកប្រភេទអាស៊ីតខ្លាញ់ឬក៏អាស៊ីតឡូរិកហ្នឹងទៅកម្ចាត់វាអញ្ចឹងហើយបានជាការញ៉ាំប្រេងដូងវាធ្វើឲ្យស្រកទម្ងន់ហើយវាធ្វើឲ្យមានតុល្យភាពរាងកាយបើនិយាយថាញ៉ាំឲ្យស្គមមិនមែនទេណាគឺរាងកាយកម្ពស់កម្ពស់យើងវាត្រូវមានតុល្យភាពអស់ហើយបើយើងលើសគីឡូប៉ុណ្ណាយើងញ៉ាំទៅគឺវាតែធ្វើឲ្យយើងតុល្យភាពត្រឹមប៉ុណ្្នឹងហើយវាមិនមែនថាទៅស្គមកប្រេងកប្រឹងអីក៏មិនមែនដែរឲ្យតែប្រភេទប្រេងដូងត្រជាក់មានន័យថាប្រេងដូងដែលចម្រាញ់ដោយត្រជាក់ដែលពាក្យថា cold press coconut oil ហ្នឹងឬក៏ប្រេងដូងត្រជាក់ហ្នឹងវាខុសពីប្រេងដូងក្តៅប្រេងដូងត្រជាក់គឺយើងមានន័យថាការផលិតឬក៏ចម្រាញ់បានហ្នឹងគឺអត់មានឆ្លងកាត់កម្ដៅទេកាលណាប្រេងឆ្លងកាត់កម្ដៅនៅក្នុងរូបមន្តគីមីគឺវាបង្កើតទៅជា CO2 ប្រេងពេលថាត្រូវអញ្ចឹងមិនគេតែនិយាយថាអីគេកុំឲ្យប្រើប្រេងច្រើនតង់ដូចប្រេងឆាប្រេងអីចឹងតែច្រើនតង់ហើយវាបង្កើតទៅជារូបមន្តមួយដែលវាឈ្មោះវាកាបោនណា CO2 កាបោនអាហ្នឹងអាចញ៉ាំចូលពោះបានទេចាអញ្ចឹងប្រេងដូងហ្នឹងដូចគ្នាគឺបើប្រេងដូងត្រជាក់សម្រាប់ញ៉ាំគឺត្រូវតែជាប្រេងដូងដែលផលិតដោយត្រជាក់អត់ឆ្លងកាត់កម្ដៅទេតែបើប្រេងដូងត្រជាក់វិញគឺគុណប្រយោជន៍វាអត្ថប្រយោជន៍វាវីតាមីនវាអីហ្នឹងមកកាផ្លេអត់មានបាត់បង់ឯប្រេងដូងត្រជាក់ដោយយើងបន្ទុំប្រេងរយៈពេល48ម៉ោងចានៅក្នុងសីតុណ្ហភាព18ដល់21អង្សាសេទើបយើងបានប្រេងហើយវាបានប្រេងតិចវាខុសពីប្រេងដូងក្តៅពូតខ្ទិះហើយដាក់លើភ្លើងដាំងាស់មកហើយយើងបានប្រេងយើងចិត្តតែដួសមិនអញ្ចឹងហើយបានច្រើនណាដូងទុំត្រឹមតែ3 4ផ្លែយើងបានប្រេងចូល1លីត្រអត់បាត់ទេតែបើសម្រាប់ប្រេងដូងត្រជាក់នេះអត់ទេចន្លោះពី20ទៅ25ផ្លែបានប្រេង1លីត្រអាស្រ័យលើផ្លែទូចផ្លែធំសាច់ក្រាស់សាច់ស្ដើងទៀតព្រោះដូងខ្មែរយើងដឹងស្រាប់ហើយមានវាមានទូចមានធំមានសាច់ក្រាស់សាច់ស្ដើងដូចឯងបានឃើញនៅមិញហ្នឹងអត់មានបានគិតទេអត់មានបានគិតថាខ្លួនឯងអាចទៅជួយទិញកសិផលពីកសិករណាពេលហ្នឹងគ្រាន់តែគិតថាធ្វើម៉េចអាច
មានផលិតផលឲ្យបុគ្គលិកកម្មករគាត់មានការងារធ្វើហើយអត់មានគិតវាប្រាក់ចំណេញហ្នឹងមិនបាច់ថាធ្វើមិនឲ្យតសមតលឬយើងខាតតិចតួចក៏ធ្វើទៅជាយើងខាត 100% ព្រោះអីពេលដែលកូវីដហ្នឹងយើងអត់មានចំណូលអីហ្មងអញ្ចឹងបើសិនជាយើងគ្រាន់តែធ្វើទៅសមតលឬក៏ខាតតិចតួចឬក៏រួចខ្លួនក៏យើងសប្បាយចិត្តដែរហើយនៅពេលដែលយើងធ្វើហ្នឹងគឺយើងចុះទិញដូងទៅអស់ហើយខ្ញុំកលែនជើងភ្នំបូកព្រៃជ្រូកអសស្ដំនិយាយទៅយើងនៅសៀមរាបអត់អញ្ចឹងយើងវត្តតែម្ដុំជុំវិញសៀមរាបយើងនឹងឯងដំបងឡើយហើយដល់ពេលអញ្ចឹងមានពេលមួយនោះយើងទៅទិញនៅជើងភ្នំបូកហើយជួបជាមួយក្រុមគ្រួសារមួយក្រុមហ្នឹងគាត់រៀងនៅដូចថាចុងកាត់មាត់ញោកដែរហើយគាត់ក៏មានដូងខ្លះប៉ុន្តែគាត់ថាកន្លងមកមិនដឹងលក់ឲ្យណាគេផងហ្នឹងហើយដល់ពេលយើងទៅទិញទៅមានអ្នកខ្លះ30 40 ផ្លែ100ផ្លែ200ផ្លែអញ្ចឹងណាប៉ុន្តែអ្នកដែលមានចាស់ពីអ្នកដែលប្រពន្ធមួយហ្នឹងគាត់មានប្រហែលជាប្រហែលនេះដូចជាចូល100 200ផ្លែដែរខ្ញុំអត់ចាំទេព្រោះយើងយូរដែរហើយគាត់ពេលហ្នឹងគាត់សប្បាយចិត្តណាគាត់ថាគាត់មិននឹកស្មានទេពីព្រោះអីគាត់មានបន្ទុកចៅគាត់ហ្នឹងនៅក្នុងបន្ទុកហើយឪពុកម្ដាយចៅហ្នឹងត្រូវជាកូនគាត់ហ្នឹងគេធ្វើការរោងចក្រនៅពេញហ៎តែអញ្ចឹងទៅដាច់សូម្បីតែគ្នានៅនោះរោងចក្រក៏ដូចថាប្រាក់ដែលរកថែមមកថែមថ្ងៃក៏ដូចថាបានតិចអញ្ចឹងអាលុយដែលគត់គង់មកជាប្រចាំខែលេងមានហើយគាត់បោចអស់ហើយអីគេតគួនកឆែតអីចឹងណាចេះតែស្លឲ្យចៅហូបណាតទៅពេលគាត់បានលុយពេលហ្នឹងគាត់សុវ័យចិត្តគាត់លេងអាលងទឹកភ្នែកយើងនោះក៏វារំភើបតាមគាត់ដែរតែមិននឹកស្មានថាគាត់តែយើងគិតដើម្បីរក្សាការងារឲ្យបុគ្គលិកកម្មករគាត់មានការងារធ្វើប៉ុន្តែធម្មតាតែយើងធ្វើវាត្រូវការដូងអញ្ចឹងអារឿងអស់ហ្នឹងវាចិត្តតែសាច់រៀបទៅបានជួយទិញដល់ពួកគាត់ហើយអញ្ចឹងពីហ្នឹងក៏យើងប្រកាសតហើយយើងឲ្យមានអ្នកចាំប្រមូលនៅហ្នឹងតែពួកគាត់ប្រមូលគ្នាទៅមកមួយជើងបានពី300ផ្លែ4 500ផ្លែ1000ផ្លែនិយាយទៅប្រមាណក៏ដោយក៏យើងទិញដែរតែគាត់ថាមានអ្នកដែលជួយចាំប្រមូលដឹកមកដែលជួយមិនមែនថាជាការប៉ិនប្រសពប្រកែអីផងយើងទេវាអាចនឹងគេទីមួយគេស្គាល់ក្រុមហ៊ុនយើងស្រាប់ប៉ុន្តែនៅពេលដែលយើងចាញ់ហ្នឹងគឺមានការគ្រប់គ្រងខ្លាំងហ្មងធ្វើខ្លាំងមែនតើហ្មងណាមានដូងប្រហែលគឺយើងធ្វើជាប្រេងឲ្យលក់អស់ដែរថ្លៃវាទៅតាមផ្លែទំហំទូធំដែរវាមានតម្លៃចាប់ពី2000 2005 3000អីចឹងទៅក្នុងមួយផ្លែចាអូល្អតម្លៃល្អតាចាចុងក្រោយខ្ញុំសំណូមពរឲ្យបងប្អូនខ្មែរយើងជួយគ្រប់គ្រងផលិតផលក្នុងស្រុកពួកអីមិនថាតែផលិតផលក្រុមហ៊ុនផល LM ទេឲ្យតែផលិតផលក្នុងស្រុកផលិតក្នុងស្រុកខ្ញុំសប្បាយចិត្តរាល់ថ្ងៃឲ្យតែថាឃើញសិប្បកម្មអាជីវកម្មអ្នកក្នុងស្រុកយើងណាបងប្អូនយើងគាត់ផលិតអីក៏ខ្ញុំសប្បាយចិត្តដែរពីព្រោះអីវាជាចរន្តឈាមដូចចរន្តឈាមអញ្ចឹងតើពួកយើងជួយគ្នាហ្មងផលិតផលក្នុងស្រុកយើងមានច្រើនឥឡូវហ្នឹងគឺឃើញសហគ្រិនយើងគាត់ខំប្រឹងបង្កើតណាហើយបើនិយាយពីថងនួនវិញយើងមានដល់ទៅ12រសជាតិណាមិនមែនមានតែប៉ុណ្្នឹងទេហើយប្រេងដូងគឺយើងប្រេងដូងយើងគឺសុទ្ធ 100% ចាចម្រាញ់ដោយត្រជាក់អត់មានឆ្លងកាត់កម្ដៅទេញ៉ាំដើម្បីសុខភាពក្នុងរាងកាយជាពិសេសកាពះពោះវៀនហ្នឹងអ្នកដែលពិបាកបត់ជើងអីហ្នឹងគឺថាញ៉ាំទៅល្អខ្លាំងណាស់បើបងប្អូនជួយគ្រប់គ្រងជួយទិញគឺមានន័យថាដូចបងប្អូនជួយសេដ្ឋកិច្ចជាតិចឹងវាមិនមែនមកតែក្រុមហ៊ុនយើងទេពីព្រោះយើងត្រូវការទិញដូងទិញសណ្ដែកទិញ ingredient អីទាំងអស់នៅក្នុងស្រុកខ្មែរយើងច្រើនអញ្ចឹងកាលណាបងប្អូនជួយគ្រប់គ្រងជួយទិញគឺដូចយើងជួយសេដ្ឋកិច្ចជាតិយើងទាំងមូលជួយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់មានការងារធ្វើចាដូចយើងជួយគ្នាទៅវិញទៅមកចឹងចាអរគុណ